អពនហួរមិនលាក់បាំងទេដំណឹងដែលកែប្រែច្បាប់បរាជ័យខ្ញុំជាអ្នកទី1ដែលបានដឹងអញ្ចឹងហើយបានជួយមជ្ឈមណ្ឌលចេញពីរាជធានីខ្ញុំបានបញ្ជាឲ្យគេប្រាប់លោកគ្រូនិងលោកម្ចាស់លៀងតែខ្ញុំខ្លួនឯងគឺមានចេតនាមិនទៅព្រោះតែហេតុអ្វីទៅនគរដែលកំពុងចុះទុនខ្សោយបើមិនកែប្រែច្បាប់គឺពិបាកគ្រួសារជាថ្មីណាស់តែបើតាមខ្ញុំដឹងគ្រប់នគរកែប្រែច្បាប់សុទ្ធតែចាប់ផ្ដើមពីការបង្ហូរឈាមមកពួកយើងមិនស្លាប់គឺព្រោះតែគ្មាននរណាដែលស្លាប់ព្រោះតែរឿងមួយនេះព្រោះតែកែប្រែរាជការដែលពុករលួយដាស់ប្រជាជនដែលកំពុងតែដេកលង់លក់ព្រោះតែមានមនុស្សលះបង់តម្លៃតបស្នងស្មើជីវិតឋានសៀថងគឺត្រូវតែប្រើក្បាលរបស់ខ្ញុំមកដាស់មនុស្សក្នុងលោកឲ្យភ្ញាក់ស្រែកហើយអ្នកចំនួនក្រោយហើយអ្វីមិញនេះលោកបងវ៉ាងអូស្មោះត្រង់ណាស់ខ្ញុំខ្លាចថារយៈពេលដល់ខ្លីមិនអាចបញ្ចុះបញ្ចូលគេបានហើយនេះក៏បំបីគេទៅសិនគឺព្រោះតែចង់បញ្ចុះបញ្ចូលលោកប្អូនហួរបញ្ចុះបញ្ចូលខ្ញុំបានសម្រេចចិត្តចំពោះការពលីហើយតែមិនចង់នាំទុកដល់អ្នកផ្សេងហេតុនេះសូមអបអូនមេត្តាជួយដល់ខ្ញុំផងlâm chặt hàng lâm chặt hàng ngay sai chẳng là chân là đúngល្អតែកុំប្រមូលសាកសពឲ្យខ្ញុំអីជៀសវាងនាំទុកដល់លោកនៅផ្ទះលោករបស់ធ្វើដើម្បីនគរនៅប្រជាមានចិត្តស្មោះត្រង់ខ្ញុំព្រឹកចិត្តទិញក្តាមជួយល្អមួយឲ្យលោកសម្បកខ្លួនដល់ស្អុយមួយនេះកែពំក្អែកចឹកវាយ៉ាងម៉េចមិនត្រឹមតែឯងដែលមិនអាចប្រមូលសាកសពឲ្យខ្ញុំទេឯងត្រូវតែរៀបលោកបងអ៊ូរបស់ឯងមិនឲ្យគេមកប្រមូលសាកសពទេព្រោះតែអ្វីទៅលោកបងវ៉ាងអ៊ូល្បីឈ្មោះក្នុងពិភពគុតហើយស្អប់មនុស្សអាក្រក់ទៀតប៉ះពាល់ដល់មនុស្សច្រើនណាស់មានអ្នកខ្លះចង់ប្រើប្រាស់ឱកាសមួយនេះសម្រាប់គេយូរហើយដូច្នេះហើយយិនជាមិនអាចឲ្យមនុស្សអាក្រក់ទាំងអស់នោះបានសម្រេចនោះទេពីស៊ឺកាត់ក្បាលក្បត់ចោលលោកម្ចាស់បន្តដល់ពេលវេលាទេលោកឯងរកស្អីគេខ្ញុំចង់ដឹងថាវ៉ាងអ៊ូខ្លួនណៃណាអូយគេមកថាម៉េចនេះដូចជាមិនទាន់មកទេឈប់ចាំទៅពេលនេះក្តៅខ្លាំងណាស់ខ្ញុំស្ទើរតែហៀខ្លាំងចេញបាត់ហើយឯងឃើញអីសម្រាប់ជួយដែរដាក់លោកចាត់ឋានជាមនុស្សល្អណាស់ទៅចឹងទៅវិញទៅលោកម្ចាស់ឋានជាមនុស្សល្អលោកម្ចាស់ឋានអូជិនមកជន់ណាលោកហើយលោកម្ចាស់ឋានសូមបន្សល់ពាក្យប្រមាណម៉ាន់ជន់ដល់មនុស្សក្នុងលោកផងទៅលោកចាស់គួរនិយាយតិចទៅលោកម្ចាស់ឋានទៅឡើយទៅនិយាយទៅមានចិត្តសម្លាប់ចោលតែគ្មានកម្លាំងស្រោចស្រង់ស្លាប់ដោយសមហេតុផល
សប្បាយចិត្តណាស់សប្បាយចិត្តមែនទេអាម្នាក់នាំមុខមកករឿងនោះមិននិយាយនេះជាតែគេឈ្មោះទេអពុនមិនលាក់បាំងទេដំណឹងតែកែប្រែច្បាប់បណ្ដាទេខ្ញុំជាអ្នកទី1ដែលបានដឹងអញ្ចឹងហើយបានជាលោកម្ចាស់ចាត់ចេញពីរាជធានីខ្ញុំបានបញ្ជាឲ្យគេប្រាប់លោកគ្រូនិងលោកម្ចាស់លៀងតែខ្ញុំខ្លួនឯងគឺមានចេតនាមិនទៅព្រោះហេតុអ្វីទៅលោកក៏ដែលកំពុងចុះទុនខ្សោយបើមិនកែប្រែច្បាប់គឺពិបាកគ្រួសារជាថ្មីណាស់តែបើតាមខ្ញុំដឹងគ្រប់នគរកែប្រែច្បាប់សុទ្ធតែចាប់ផ្ដើមពីការបង្ហូរឈាមមកពួកយើងមិនស្លាប់គឺព្រោះតែគ្មាននរណាដែលស្លាប់ព្រោះតែរឿងមួយនេះព្រោះតែកែប្រែរាជការដែលពុករលួយដាស់ប្រជាជនដែលកំពុងតែដេកលងលក់ព្រោះតែមានមនុស្សលះបង់តម្លៃតបស្នងស្មារតីជីវិតឋានសៀវថងគឺត្រូវតែប្រើក្បាលរបស់ខ្ញុំមកដាស់មនុស្សក្នុងលោកឲ្យភ្ញាក់ស្រែកហៅអ្នកចំនួនក្រោយហើយបាញ់មិញនេះលោកបងវ៉ាងពូស្មោះត្រង់ណាស់ខ្ញុំខ្លាចថារយៈពេលដល់ខ្លីមិនអាចបញ្ចុះបញ្ចូលគេបានហើយនេះក៏បំបីគេទៅសិនគឺព្រោះតែចង់បញ្ចុះបញ្ចូលលោកប្អូនហួរបញ្ចុះបញ្ចូលខ្ញុំបានសម្រេចចិត្តចំពោះការពាក់លីហើយតែមិនចង់នាំទុកដល់អ្នកផ្សេងហេតុនេះសូមអបអូនមេត្តាជួយដល់ខ្ញុំផងលោកចាត់ថាលោកចាត់ថាថ្ងៃស្អែកខ្ញុំនឹងជិះណាលោកណ៎តែគុំប្រមូលសាកសពឲ្យខ្ញុំអីទីមាននាំទុកដល់លោកនៅតែផ្ទះលោកតែបើធ្វើដើម្បីនគរលោកចាត់មានចិត្តស្វាថាខ្ញុំតែចិត្តទីខ្ញុំជួយឲ្យឲ្យលោកសម្បកខ្លួនដល់ស្អុយមួយនេះកែពំក្អែកចឹកវាយ៉ាងម៉េចមិនត្រឹមតែឯងដែលមិនអាចប្រមូលសាកសពឲ្យខ្ញុំទេឯងត្រូវតែរៀបលោកបងអូរបស់ឯងមិនឲ្យគេមកប្រមូលសាកសពទេព្រោះតែអ្វីទៅលោកបងវ៉ាងអូល្បីឈ្មោះក្នុងពិភពគុណហើយស្អប់មនុស្សអាក្រក់ទៀតប៉ះពាល់ដល់មនុស្សច្រើនណាស់មានអ្នកខ្លះចង់ប្រើប្រាស់ឱកាសមួយនេះសម្រាប់គេយូរហើយដូច្នេះហើយយានជាមិនអាចឲ្យមនុស្សអាក្រក់ទាំងអស់នោះបានសម្រេចនោះទេស៊ីតាក់ក្បាលក្បត់ចោលលោកចៅបន្តដល់ពេលវេលាទេហើយលោកឯងរកស៊ីគេខ្ញុំចាប់ដឹងហៅvámអូខ្លួនឯងណាអូយគេមកតាមនេះដូចជាមិនទាន់មកទេឈប់ចាំទៅពេលនេះក្តៅខ្លាំងណាស់ខ្ញុំស្ទើរតែហៀខ្លាំងចេញបាត់ហើយឯងជួយអីឯងជួយដែរណាខ្ញុំចាត់ថាជាមនុស្សល្អណាស់ទៅពិតទៅវិញលោកម្ចាស់ឋានជាមនុស្សល្អលោកម្ចាស់ឋានអូជិនមកជន់ណាលោកហើយលោកម្ចាស់ឋានសូមបន្សល់ពាក្យប្រមាណជុំដំදුក្នុងលោកផងទេលោកចាស់គួយតិចទៅលោកម្ចាស់ឋានទៅឡើយលោកចាស់ទៅមានចិត្តសម្លាប់ចោលតែគ្មានកម្លាំងស្រោចស្រង់ស្លាប់ដោយសមហេតុផលសប្បាយចិត្តណាស់សប្បាយចិត្តមែនទេអាម្នាក់នាំមុខមកករឿងនោះមិននិយាយនេះជាតែគេឈ្មោះទេ